តាមមានក្តីសុបិនប៉ុន្មានដែលអ្នកមិនបានចាប់ផ្ដើមព្រោះតែការភ័យខ្លាចបរាជ័យខ្លាចគេរិះគន់ខ្លាចថាខ្លួនឯងមិនពូកែគ្រប់គ្រាន់ការភ័យខ្លាចជាអារម្មណ៍ធម្មតាប៉ុន្តែបញ្ហាមិនមែននៅត្រង់ថាអ្នកភ័យខ្លាចទេបញ្ហាគឺនៅពេលអ្នកអនុញ្ញាតឲ្យការភ័យខ្លាចសម្រេចចិត្តជំនួសអ្នកសូមសួរខ្លួនឯងមួយសំណួរ5ឆ្នាំទៀតតើខ្ញុំនឹងស្ដាយក្រោយជាងព្រោះខ្ញុំបានព្យាយាមឬព្រោះខ្ញុំមិនដែលហ៊ានចាប់ផ្ដើមមនុស្សដែលរីកចម្រើនមិនមែនជាមនុស្សដែលមិនខ្លាចទេពួកគេគ្រាន់តែសម្រេចចិត្តថាគោលដៅរបស់ពួកគេធំជាងការភ័យខ្លាចដូច្នេះគម្រោងចាំឲ្យការភ័យខ្លាចបាត់សិនទើបចាប់ផ្ដើមចូលចាប់ផ្ដើមទោះនៅមានការភ័យខ្លាចក៏ដោយព្រោះភាពក្លាហានមិនមែនជាការគ្មានភាពភ័យខ្លាចទេវាជាការបន្តដំណើរទោះមានភាពភ័យខ្លាចក៏ដោយកុំឲ្យការភ័យខ្លាចលួចយកឱកាសដែលអាចផ្លាស់ប្ដូរជីវិតអ្នកថ្ងៃនេះតើការភ័យខ្លាចអ្វីកំពុងរារាំងអ្នកមិនឲ្យចាប់ផ្ដើម